មនុស្សចាស់ច្រើនតែនិយាយថាអ្នកមិនអាចមកដោយគ្មានបំណុលបានទេកូនប្រុសគឺជាម្ចាស់បំណុលនៃជីវិតមុនតើអ្នកចង់មានន័យថាយ៉ាងម៉េចគេនិយាយថាឆ្នាំទី22នៃវ៉ានលីក្នុងរាជវង្សម៉ង Social Mention Liu Cheng Liu Yuan មានអាយុ60ឆ្នាំហើយគ្រឿងសង្ហារឹមរាប់ពាន់ប្រាសាទធីវូសេគាត់និងភរិយាឈ្មោះ Liu បានធ្វើអំពើល្អពេញមួយឆ្នាំប៉ុន្តែខ្ញុំមិនអាចរងចាំកូនប្រុសនឹងកន្លះបានទេពិធីបុណ្យពាក់កណ្ដាលរដូវស្លឹកឈើជ្រុះឆ្នាំនេះ Liu Xi មិននឹកស្មានដល់មានចង្វាក់ភ្លេង Liu Yan បានត្រេកអរជាខ្លាំងវាត្រូវបានកំណត់ថាវាបណ្ដាលមកពីការប្រមូលទុំគុណធម៌ថែរក្សាប្រពន្ធរបស់អ្នកក្នុងអំឡុងខែទី12តាមចានកុដលោក Liu បានបង្កើតកូនប្រុសមួយមានឈ្មោះថា Liu Nianfo ដូច្នេះមិនសូវឆ្លាក់ខ្សែដៃត្បូងថ្មមានតែឧបករណ៍ផ្ទុកប៉ុណ្ណោះដែលមានពុះក្រហមយំខ្លាំង Liu Yan ចាត់ទុកវាជាកំណប់ទ្រព្យខ្ញុំមិនអាចរងចាំដើម្បីដាក់អ្វីដែលល្អបំផុតនៅលើពិភពលោកនៅចំពោះមុខគាត់ប៉ុន្តែណានសូមានការរៀបចំដ៏ចម្លែកតាំងពីគាត់នៅក្មេងយើងកំពុងលេង surf ជាមួយពួកគេចាប់មាសនិងប្រាក់គាត់តែងតែសម្លឹងមើលកូនសោកនៃរបស់ Liu Yan ខ្ញុំក៏ចូលចិត្តហែកឯកសារ Usman Pandey នៃ Liu អំពើអាក្រក់ធំជាងនេះបន្តិចជាពិសេសប្រឆាំងនឹង Liu Yan អនុញ្ញាតឲ្យគាត់សិក្សាគាត់ហែកសៀវភៅឲ្យគាត់រៀនអាកាសយាគាត់បានចងខ្សែអាប់ស្ដូតទៅនឹងប៉ូសេឡែនពណ៌ខៀវនិងស្ដ៏មានតម្លៃបំផុតរបស់ Liu Yan នៃរាជវង្សសុងគាត់ត្រូវបានគេវាយជាបំណែកដោយមិនត្រូវបានវាយបំបែកនាងទេដៃហើយសើច Liu Yan កំពុងញាប់ញ័រដោយកំហឹងប៉ុន្តែដោយសារតែអាយុចាស់ស្ទាក់ស្ទើរក្នុងការទទួលទណ្ឌកម្មយ៉ាងខ្លាំងគ្រាន់តែគិតថាវាជាក្មេងរអាក់រអួលហើយនេះគឺជាអ្វីដែលសំបីតែចម្លែកនាងសមានអាយុ5ឆ្នាំយីបានចង្អុលទៅលីសុងដែលជាអ្នកថែរក្សាផ្ទះចាស់នៅក្នុងវិមានស្រាប់តែយំលីសុងអ្នកសុំគំនិតនៅគ្រានោះអ្នកបានជួយបណ្ដាសាឲ្យរំលោភបំពានខ្ញុំត្រូវតែធ្វើឲ្យអ្នកមើលទៅស្អាតនៅថ្ងៃនេះទឹកមុខរបស់លីសុងមានភាពភ័យខ្លាចលោកម្ចាស់ឡែងយូសុំអត់ទោសឲ្យខ្ញុំខ្វិនដោយសារជំងឺដាច់សរសៃឈាមខួរក្បាលនៅយប់នោះមិនអាចនិយាយទៀតទេលឺយួនវ៉ៃមានការភ្ញាក់ផ្អើលនឹងគួរឲ្យសង្ស័យក្មេងនេះមិនដែលឃើញឡៃឆងដោយការនៅក្មេងទេតើអ្នកអាចនិយាយរឿងបែបនេះយ៉ាងដូចម្ដេចថ្ងៃមួយព្រះសង្ឃ Liu Chen មកពីប្រាសាទ Jinshen បានឆ្លងកាត់ដោយ Liu Mansion សូមមើលនាងស៊ូស៊ូមីហងឆេភ័យស្លន់ស្លោប្រាប់ Liu Yan ថាអានមិនមែនជាវាសនាល្អទេខ្ញុំនៅទីនេះដើម្បីប្រមូលបំណុល Liu Yuan Wei បានសួរពីមូលហេតុដំណើរស្វែងរកព្រះសង្ឃ20ឆ្នាំមុនអ្នកមិនបានយកដីល្អរបស់ចាងស៊ីចៃទេខុបខិតជាមួយលីសុងធ្វើឲ្យគាត់លួចគាត់ជាផ្លូវការចាងស៊ីបានស្លាប់ដោយអយុត្តិធម៌នៅលើមរណភាពរបស់គាត់ចង់ចាប់បដិសន្ធឡើងវិញដើម្បីសងសឹកភរិយារបស់គាត់មានពូក្រហមដោយកូនប្រុសរបស់អ្នកដែរ Liu Yan ត្រូវរន្ទះបាញ់អតីតកាលនឹកឃើញកាលពី20ឆ្នាំមុននៅគ្រានោះគាត់ពិតជាចង់បញ្ចូលដីមានជីជាតិ100ហិកតារបស់គ្រួសារចាងសូប៉ាន់រដ្ឋាភិបាលសូមចាងស៊ីរហូតដល់មរណភាពអយុត្តិធម៌របស់គាត់តែងតែគិតថាវាល្អឥតខ្ចោះខ្ញុំមិនរំពឹងថាថ្ងៃនេះទេ Liu Yan ចង់សម្លាប់ណានសូខ្ញុំមិនអាចទ្រាំទ្របានទេខ្ញុំចង់បញ្ជូនគាត់ទៅឆ្ងាយ Liu បានយំហើយបដិសេធនាងសលូតលាស់ដល់អាយុ10ឆ្នាំវាកាន់តែអាក្រក់ទៅគាត់បានបោះសៀវភៅផ្ទះរបស់ Liu ដោយសម្ងាត់ទៅក្នុងទឹកទន្លេសូមឲ្យអាជីវកម្មរបស់ Liu Yan វាយបាត់បង់ប្រាក់រាប់ពាន់ដុល្លារបានខុបខិតជាមួយអ្នកជិះសេះក្នុងស្រុកផងដែរញុះញង់ហាងទាំងអស់នៅក្នុងវិមានរបស់ Liu ដើម្បីទប់ទល់នឹងការជួលប្រាក់ចំណូលអចលនទ្រព្យរបស់ Liu បានធ្លាក់ចុះ Liu Yan ទើបតែធ្លាក់ខ្លួនឈឺប៉ុន្តែគ្មានអ្វីដែរខ្ញុំអាចធ្វើបានចំពោះកូនប្រុសនេះទេថ្ងៃមួយណានសូស្រាប់តែរត់ទៅគ្រែរបស់ Liu Yan លោក Liu Cheng បាននិយាយដោយភ្នែកត្រជាក់អ្នកបានយកដីរបស់ខ្ញុំសម្រាប់ខ្ញុំកន្នីនេះគួរតែត្រូវបានជំរះតាមពិតគាត់បានបញ្ជាក់យ៉ាងច្បាស់ពីរបៀបដែល Liu Yan បានរចនាដើម្បីធ្វើឲ្យចាងស៊ីវឆៃនៅគ្រានោះអ្នកទទួលបានព័ត៌មានលម្អិតទាំងអស់ Liu Yan កំពុងញ័រពេញខ្លួនទីបំផុតដួលរលំយំហើយសារភាពថាគាត់សុខចិត្តទទួលទណ្ឌកម្មចំពោះអំពើបាបរបស់គាត់ណាន់សូបានកណ្ដាស់នៅពេលដងវៃធួនខ្ញុំចង់ឲ្យអ្នកប្រកូលទ្រព្យសម្បត្តិគ្រួសារចាងមកវិញបរិច្ចាគទ្រព្យសម្បត្តិទៅពាក់កណ្ដាលទៀតរបស់គ្រួសារដល់ជនរងគ្រោះដោយគ្រោះមហន្តរាយបើមិនដូច្នោះទេខ្ញុំនឹងយករឿងអាស្រូវរបស់អ្នកទៅអាណាខេត្តបោះបង់អ្នកមិនមានជំរឿផ្សេងទេគ្រាន់តែធ្វើគាត់បានប្រគល់ដីល្អដល់កូនចៅរបស់គ្រួសារចាងហើយបានបរិច្ចាគដីស្រែជាងជើចំនួន 50,000 កន្លែងដើម្បីជួយប្រជាជនរឿងចម្លែកកើតឡើងបន្ទាប់ពីដងវីធួនរបស់ Liu Yan នាងសូបានផ្លាស់ប្ដូរបន្តិចម្ដងគាត់លេងរឹងចេះទៀតហើយចាប់ផ្ដើមអានឲ្យបានហ្មត់ចត់ត្រូវមើងងាយចំពោះ Liu Yan ជំងឺធ្ងន់ធ្ងរក្នុងមួយថ្ងៃបន្ទាប់ពីភ្ញាក់ពីគេងខ្ញុំភ្លេចពីការចងគំនុំនៃជីវិតមុនរបស់ខ្ញុំចាំបានថាខ្ញុំជាមេវ័យក្មេងរបស់ Liu Mai គាត់បាននិយាយទៅកាន់ Liu Yan ឪពុកអានខ្ញុំមិនយល់ពីមុនទេធ្វើឲ្យអ្នករងទុក្ខ Liu Yan បានស្រក់ទឹកភ្នែកអបកូនប្រុសរបស់អ្នកយ៉ាងតឹងបន្ទាប់មក Liu Nianch ទទួលបានកិត្តិនាមសុចរិតភាពស្រឡាញ់ដោយប្រជាជន Liu Yan ក៏បានប្រាប់ប្រជាជនជាញឹកញាប់ផងដែរថាទីបំផុតល្អនិងអាក្រក់នឹងទទួលបានរង្វាន់កុំបាត់បង់បេះដូងបំណុលប្រចាំឆ្នាំសូមអរគុណដល់អ្នកប្រមូលបំណុលនេះសូមឲ្យខ្ញុំភ្ញាក់ឡើងទាន់ពេលបើមិនដូច្នោះទេ Liu Fo នឹងត្រូវចាញ់ដោយខ្ញុំឆាប់